បាទសួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះយើងជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងសាច់រឿងថ្មីតែម្ដងបងប្អូនណាហើយសាច់រឿងថ្មីហ្នឹងណាគឺបានចែករំលែកមកកាន់ខ្ញុំដោយបងស្រីម្នាក់ដែលឈ្មោះថាបងស្រីរុំបងស្រីរុំក៏បានចែករំលែកសាច់រឿងនៅពេលដែលគាត់បានប្តីទី2ក្រោយគាត់ហ្នឹងណាគាត់ថាដំបូងឡើយណាគាត់នឹកស្មានថាប្តីទី2របស់គាត់ហ្នឹងវាខ្សោយវាអន់ចុះគាត់ឃើញបាទប្រពន្ធ1ប្រពន្ធ2ហ្នឹងក៏តែងតែរត់ចោលក៏តែងតែដើរចេញហើយម្យ៉ាងទៀតហ្នឹងការបាន2 3ថ្ងៃហ្នឹងប្រពន្ធរត់ចេញហើយការមិនលើសពី7ថ្ងៃទេប្រពន្ធហ្នឹងគឺរត់ចេញហ្នឹងទៅដូច្នេះហើយគាត់ហើយនឹងម្ដាយរបស់គាត់ក៏គិតណាគិតថាជាមនុស្សអន់មនុស្សខ្សោយហើយមនុស្សដែលមិនកើតចឹងទៅតែមាននរណាបងប្អូនចុងក្រោយណានៅពេលដែលគាត់មេម៉ាយូហើយនឹងបរិះម្នាក់ហ្នឹងគឺពោះម៉ាយូអញ្ចឹងហើយក៏ត្រូវបានចាស់ចាងគាត់ចាប់ខ្ជុលគាត់ចាប់ខ្ជុលគាត់ឲ្យគាត់ហ្នឹងគឺបានទៅលើបរិះម្នាក់ហ្នឹងពេលហ្នឹងក៏គាត់ថានៅទំនេរវាអត់ប្រយោជន៍ដែរណាវាអត់អំពើដែរគាត់ក៏បានយកបរិះម្នាក់ហ្នឹងមកទៅបងប្អូនអើយអ្នកណាទៅដឹងថាបរិះម្នាក់ហ្នឹងមិនមែនខ្សោយទេហើយពេលដែលនៅជាមួយគ្នាហ្នឹងបានគាត់ដឹងថាមិនមែនខ្សោយហ្នឹងហើយយើងដឹងថាមិនមែនខ្សោយគឺតែប៉ុណ្ណឹងគឺដឹងណាហើយនេះគឺជាសាច់រឿងដែលបងស្រីសរំបងស្រីរំគាត់បានចែកម្លែកមកណាហើយអធិស្ឋានផងបងប្អូនណាដោយសារតែសាច់រឿងរបស់គាត់ណាគឺពាក់ព័ន្ធទៅនឹងគាត់ថាមេម៉ាយជួបមេម៉ាយដូចគ្នាទេមិនមែនកំមុំឲ្យកំឡោះទេបងប្អូនណាគាត់និយាយហ្នឹងគឺគាត់តែងតែស្ដាប់សាច់រឿងខ្ញុំផងដែរហើយសាច់រឿងរបស់គាត់នេះហើយមុនចូលទៅដល់សាច់រឿងខ្ញុំបាទក៏សូមខន្តីអភ័យទោសទៅដល់បងប្អូនបាទដែលតែងតែមិនតាន់ទាំងស្ដាប់សាច់រឿងចប់ផងចេះតែខមមិនបាទអសរោះបាទអធិស្ឋានផងបងប្អូនណាសូមស្ដាប់ឲ្យចប់សិនចាំខមមិនទៅក៏វាមិនតាន់ហួសពេលដែរមិនថាអញ្ចឹងណាហើយតោះទាំងអស់គ្នាបងប្អូនយើងចូលទៅស្ដាប់សាច់រឿងហ្នឹងហ្មងទៅសាច់រឿងមួយហ្នឹងគឺខ្ញុំបានមកពីបងស្រីម្នាក់ដែលឈ្មោះថាបងស្រីរុំបងស្រីរុំហ្នឹងគាត់បានចែករំលែកសាច់រឿងគាត់ហ្នឹងគាត់ថាពីមុនណាម្ដាយរបស់គាត់ហ្នឹងបានបង្ខំឲ្យគាត់យកប្តីដល់ពេលគាត់យកប្តីទៅប្តីគាត់ហ្នឹងអាឡាក់អាឡែតហើយប្តីគាត់ហ្នឹងក៏មិនដឹងធ្វើអីដែរបងប្អូនឯងប្តីគាត់ហ្នឹងងក់ងោដូចជាមនុស្សស្រីចឹងបងប្អូនដែលបានធ្លាប់បានប៉ះបានប្តីនៅងក់ងោដូចជាមនុស្សស្រីហ៎គាត់ថាងក់ងោងាកងក់ដូចជាមនុស្សស្រីមួយថ្ងៃហ្នឹងគឺអង្គុយនៅទន្ទះហ្នឹងហើយក៏ត្រូវគាត់ថាឲ្យតរកស៊ីអត់តរកស៊ីអីទេនៅអង្គុយលេងក្រេកក្រកលេងដូចកូនក្មេងហ្នឹងពេលខ្លះទៀតទៅលេងគប់វងជាមួយនឹងកូនក្មេងអញ្ចឹងទៅគាត់ក៏បានស្ដីឲ្យអញ្ចឹងទៅហើយភាកច្រើនណាគាត់តែងតែប្រៀបប្តីគេគាត់ថាបងឯងទៅមើលប្តីគេល្អណាស់ប្តីគេហ្នឹងគេចេះរកស៊ីគេចេះជួញដូរគេមិនមែនដូចបងឯងលេងដូចកូនក្មេងទេតែប្តីគាត់ហ្នឹងគឺដឹងតែពេលគេស្ដីអញ្ចឹងទៅក៏យំងាកងក់អញ្ចឹងទៅបាទយំទៅអាសិអាសក់អញ្ចឹងណាហើយក៏បានបាទរត់ទៅប្រាប់ឪក្មេងអញ្ចឹងទៅឲ្យមកនិយាយអញ្ចឹងទៅហើយពេលខ្លះទៀតគាត់ថាគាត់ស្ដីឲ្យប្តីគាត់ហ្នឹងប្តីគាត់ខឹងគាត់បាទខឹងគាត់អញ្ចឹងណាខឹងគាត់រត់ទៅផ្ទះឪក្មេង2 3 ថ្ងៃអញ្ចឹងទៅគាត់ទៅហៅមកវិញអញ្ចឹងទៅហើយកាលគាត់ការហ្នឹងគឺអាយុ20ឆ្នាំបងប្អូនបាទ20ឆ្នាំប៉ុន្តែប្រុសគេអត់អីទេស្រីគឺគាត់ឆ្នាំវាមិនសូវអីបើស្រីគាត់ឆ្នាំគឺការបានបាទរឿងហ្នឹងខ្ញុំអត់ដឹងដែរបងប្អូនណាដឹងជួយខមមិនផងស្រីអាយុ20ឆ្នាំគឺអាចការបានតែបើមនុស្សប្រុសអាយុ20ឆ្នាំគឺមិនអាចការបានមិនថាអញ្ចឹងមើលជួយខមមិនផងមើលលោកមេបាអីលើក៏ចាស់ឬក៏អ៊ីអ៊ំពូបងនេះគាត់ដឹងណាមើលជួយខមមិនផងមើលគុំលាក់មើលខ្ញុំឃើញខមមិនខ្ញុំរៀងឡើងដែរតែបងប្អូនដូចអត់សូវចូលខមមិនសោះហើយមុននឹងនេះខ្ញុំសូមសួរសិនបងប្អូនណាសូមសួរបើថាបងប្អូនពេលដែលបានស្ដាប់សាច់រឿងរបស់កូនរបស់ក្មួយរបស់ប្អូនឬរបស់ពូក៏ដោយតើបងប្អូនស្ដាប់ហ្នឹងនៅខាងណាខ្លះបងប្អូនណានៅតំបន់ណាខ្លះនៅខេត្តណាខ្លះជួយខមមិនប្រាប់ផងហើយខមមិនមកខ្ញុំជាអ្នកខេត្តតកែវបងប្អូនណាជួយខមមិនប្រាប់ផងហើយពេលហ្នឹងគាត់ថាគាត់នៅប្តីគាត់មិនបានទេប្តីគាត់ណាលេងងាកខឹងបន្តិចរត់ទៅផ្ទះឪក្មេកខឹងបន្តិចរត់ទៅផ្ទះឪក្មេកហើយម្យ៉ាងទៀតការរយៈពេល1ឆ្នាំហើយណាគឺអត់មានកូនប្រើទេ
រឿងអីក៏ដោយគឺគាត់ហ្មងសុំបីតដីពេលយប់ហ្នឹងណាក៏គាត់ជាអ្នកចាប់ផ្ដើមមុនដែរបងប្អូនប្តីគាត់គឺមិនចេះចាប់ផ្ដើមមុនទេប្តីគាត់ខ្សោយប្តីគាត់អន់គាត់ថាណាហើយពេលហ្នឹងក៏ទ្រាំនៅមួយគ្នាមិនបានពេលហ្នឹងគាត់ក៏បាននិយាយជាមួយម្ដាយគាត់ថាម៉ែខ្ញុំនៅមួយប្តីខ្ញុំមិនបានទៀតទេម៉ែបើថាគិតគូអីមកឯងគួរតែលើកលែងគឺតែលេះលេងហ្មងទៅពេលហ្នឹងម៉ែគាត់ថាអើមែនvậyអញក៏មើលទៅដូចជាកូនប្រសាអញតែមុខក៏មិនរួចមុជក៏វាមិនឆ្ងាយគេអញ្ចឹងហើយក៏លះលេងហ្នឹងពេលហ្នឹងក៏បានទៅផ្ទះប្រឡងរបស់គាត់ណាហើយពេលដែលផ្ទះប្រឡងថាអើបើនៅមួយគ្នាមិនបានទេអញ្ចឹងក៏ដាច់ក្តោចគ្នាទៅពេលហ្នឹងក៏បានទៅផ្ទះសាលាទៅសាលាឃុំខាងសង្កាត់ហ្នឹងក៏បានលះលេងគ្នាហើយបាច់ពេលហ្នឹងគាត់ក៏ខ្លាចទៅជាស្ត្រីមេម៉ាយបងប្អូនពេលដែលខ្លាចទៅជាស្ត្រីមេម៉ាយភ្លាមគ្មាននរណាគេចូលមកចាយចៅគាត់ទេហើយគាត់ហ្នឹងមៀតគាត់បងប្អូនមៀតល្អដែរណាមៀតគាត់រៀងធំហើយសាច់ឡើងទលុកទលុនដែរគ្មាននរណាគេចូលមកចាយចៅទេពេលដែលគាត់លេងពីប្តីគាត់ចឹងទៅបានគាត់នឹកស្ដាយក្រោយថាប្តីគាត់ពីមុនក៏វាគ្រាន់បើដែរហើយឥឡូវគាត់ឡើងប្តីគាត់អញ្ចឹងក៏ឥឡូវនោះគ្មាននរណាយកគាត់អញ្ចឹងមិនអីទេគាត់ត្រួសទៅជាមេម៉ាយបើគាត់ទៅយកប្តីគាត់វិញនាំខ្មាស់គេអញ្ចឹងណាតែគាត់អាសាទៅប្តីគាត់ដែរបាទឈឺថ្មិញតែទៅពេលប្តីគាត់នោះក៏ដាច់ពីគាត់ភ្លាមបងប្អូនដាច់ពីគាត់ភ្លាមក៏បានទៅយកអ្នកផ្សេងទៀតដាច់មិនតាន់ទាំងបាន3ថ្ងៃស្រួលណាក៏យកអ្នកផ្សេងទៅក៏គាត់មិនអាចទៅយកប្តីគាត់បានដែរហើយគាត់និយាយថានៅក្នុងស្រុកភូមិគាត់មួយហ្នឹងបន្ទាប់ពីគាត់មេម៉ាយហើយគ្មានអ្នកណាមួយចូលមកសួរគាត់ទេមិនថាកមុំមិនថាពុះម៉ាយមិនថាតាមិនថាអីទេគឺអត់មានអ្នកណាចូលមកសួរគាត់ទេហើយក្រោយឡើងមកទៀតមកក៏នៅក្នុងភូមិគាត់មួយគឺមានមនុស្សម្នាក់ឈ្មោះគាត់ឈ្មោះថាយ៉ាតហ្នឹងមនុស្សស្រុកភូមិគាត់ដែរហើយស្គមបងប្អូនស្គមដូចទឹកបែងអញ្ចឹងស្គមមែនតើណានៅកំឡោះតែពេលដែលគាត់បានយកប្រពន្ធហ្នឹងទៅនៅក្នុងស្រុកភូមិគាត់ហ្នឹងស្រាប់តែពេលនៅភូមិគាត់ហ្នឹងយកបានតែមួយអាទិត្យស្រាប់តែម្នាក់ស្រីហ្នឹងគឺសុំឡែងគាត់ហ្មងសុំឡែងគាត់ហើយបកគលបណ្ដាការឲ្យទៅខាងគាត់ទៀតបងប្អូនមួយទ្វេគុណជា2ទៀតណាបាទហើយពេលដែលអញ្ចឹងទៅគាត់ក៏បានទៅសួរម្នាក់ហ្នឹងថាម្នាក់ហ្នឹងមិនបានមួយអាទិត្យឲ្យការឡើងចោលអញ្ចឹងពេលហ្នឹងក៏ម្នាក់ថាមកពីម្នាក់ហ្នឹងវាមិនធម្មតាអញ្ចឹងណាម្នាក់មិនធម្មតាម្នាក់ហ្នឹងវាមិនធម្មតាតែប៉ុណ្ណឹងទៅគេអត់ហ៊ាននិយាយច្រើនទេហើយបន្ទាប់ឡើងមកក៏ម្នាក់ហ្នឹងក៏បានទៅជាបរិសុទ្ធពូម៉ាយពេលដែលបរិសុទ្ធពូម៉ាយនឹងហើយណាគាត់ហ្នឹងក៏ត្រូវបានម្ដាយរបស់គាត់ឲ្យទៅមើលប្រពន្ធនៅស្រុកឆ្ងាយមួយតែប្រពន្ធនៅស្រុកឆ្ងាយហ្នឹងគឺរំលងប្រហែលជាមួយស្រុកអញ្ចឹងណាទៅមើលប្រពន្ធស្រុកហ្នឹងដល់ពេលបានប្រពន្ធនៅស្រុកហ្នឹងបងប្អូនការបាន3ថ្ងៃក៏យកប្រពន្ធហ្នឹងយកមកផ្ទះបាន3ថ្ងៃណាហើយក៏គេទៅចូលរួមបាទត្រេកអរអញ្ចឹងទៅហើយបន្ទាប់ពីទៅយកប្រពន្ធមកបាន3ថ្ងៃស្រាប់តែបានតែ3ថ្ងៃនោះប្រពន្ធហ្នឹងក៏បានឈប់នៅជាមួយនឹងខាងយ៉ាតខាងអាយ៉តហ្នឹងទៅហើយក៏បានរត់ទៅផ្ទះគេវិញហើយក៏គេបានជូនពាក្យជូនសម្ដីគេថាលះលែងគ្នាទៅមិនអាចនៅមួយគ្នាទៀតទេប្រុសអីក៏ប្រុសមិនអញ្ចឹងណាហើយពេលហ្នឹងក៏បានទៅលះលែងគ្នាទៅបន្ទាប់ខ្លាយទៅជាបរិសុទ្ធពូម៉ាយបងប្អូនយ៉តហ្នឹងខ្លាយជាបរិសុទ្ធពូម៉ាយហ្នឹងនៅអ្នកស្រុកអ្នកភូមិហ្នឹងណាក៏គ្មាននរណាគេយកគាត់ដែរយ៉តហ្នឹងក៏គ្មាននរណាយកគាត់ចូលទៅសួរម្នាក់ក៏គេអត់យក2នាក់ក៏គេអត់យក3នាក់ក៏គេអត់យកចូលទៅសួរកមុំក៏គេមិនយកចូលទៅសួរមេម៉ាយក៏គេមិនយកចូលទៅសួររៀងចំណាស់តិចក៏គេអត់យកដែរដូច្នេះហើយគាត់ក៏ខ្លាយទៅជាបរិសុទ្ធពូម៉ាយអញ្ចឹងទៅហើយពេលហ្នឹងណាក៏បងស្រីរំនេះគាត់តែងតែនិយាយជាមួយម៉ែគាត់គាត់ថាគាត់ឆ្ងល់គាត់ណាឆ្ងល់ថាហេតុអីបានជាយ៉តហ្នឹងអ្នកណាក៏គេមិនយកអ្នកណាគេមិនយកម្នាក់ហ្នឹងខ្សោយមែនម្នាក់ហ្នឹងមិនប្រកែមិនក្លាហានហើយក៏មិនប៉ិនមែនពេលហ្នឹងក៏គាត់ជាឆ្ងល់ណាហើយពេលដែលថ្ងៃមួយគាត់បានទៅការគេណាហើយពេលហ្នឹងក៏គាត់បានទៅជួបយ៉តហ្នឹងហើយពេលហ្នឹងក៏គាត់បានសួរលេងមិនអីយ៉តអើយហើយកាលណាយកប្រពន្ធទៀតអាយុគាត់ហ្នឹងគឺគេថាបងគ្នាបន្តិចបន្តួចខាងបងស្រីរំហ្នឹងគឺប្អូនគាត់តិចតួចអញ្ចឹងណាមិនមែនទេខាងយ៉តហ្នឹងបងគាត់តិចតួចយ៉តថាអើយអញទៅដឹងពី3នាក់ហើយគ្មានណាយកអញទេវើយហើយពេលហ្នឹងក៏គេថាមិនបានជាមិនយកមកពីឯងខ្សោយពេកមែនឬមួយក៏ឲ្យគេមិនដិតមិនដល់ឬមួយក៏គេនោះវា
ត្រូវការខ្លាំងអញ្ចឹងណាពេលហ្នឹងក៏បងយ៉តក៏គាត់អត់និយាយអីដែរគាត់នៅអឹមអៀនស៊ីសងទៅលើឯងគិតដែរឯងគិតមិនក៏គិតទៅអញពិបាកនិយាយណាបើអញប្រពន្ធ2ហើយបើឡូវអញចូលសួរគេក៏គេមិនយកដែរតែថ្ងៃអនាគតអញដឹងតែរស់នៅជាភាពនៅលីវអញ្ចឹងទៅណាហើយពេលដែលនិយាយជាមួយគ្នាអញ្ចឹងទៅក៏បានបាទពេលហ្នឹងក៏រៀងសួរតិចដែរណាសួរចុងសួរឡើងតិចតួអញ្ចឹងទៅចុះឯងមិនបានជាប្តីឯងឡើងចោលមិនបានជាឯងត្រូវឡើងប្តីសួរចុះសួរឡើងគ្នាទៅវិញទៅមកពីម៉ាយសួរគ្នាបងប្អូនហើយបន្ទាប់ពីកម្មវិធីនឹងចប់ក៏បានត្រឡប់មកផ្ទះវិញទៅហើយឡើងមកទៀតមកពេលហ្នឹងដោយសារតែចាស់គាត់បានសម្លឹងឃើញថាបងស្រីរំនេះគាត់មិនម៉ាយហើយនឹងបងយ៉តនេះគាត់ក៏bịម៉ាយដូចគ្នាពោះម៉ាយដូចគ្នាដូច្នេះហើយគាត់ចង់ផ្គូផ្គងឲ្យដោយឪពុកនិងម្ដាយនោះគាត់ចង់ផ្គូផ្គងឲ្យណាពេលហ្នឹងគឺម្ដាយរបស់ខាងយ៉តនោះគឺបានមកអាសាលេងមកនិយាយលេងនិយាយសើចជាមួយនឹងម្ដាយរបស់បងស្រីសរំហ្នឹងបងស្រីរំហ្នឹងពេលហ្នឹងក៏ចេះតែសួរលេងអញ្ចឹងណាហើយក្រោយឡើងមកទៀតមកពេលហ្នឹងក៏បានមកសួរពិតហ្មងណាសួរថាម៉ែរំអើយហើយកូនរបស់ម៉ែរំឯងហ្នឹងមានណាគេចូលចែកជើទៀតនៅពេលហ្នឹងក៏ខាងម៉ែរបស់បងស្រីសរំហ្នឹងបងស្រីរំហ្នឹងថាគ្មានទេគ្មានណាចូលចែកជើកូនគាត់ទេសប្តាហ៍ថ្ងៃហ្នឹងណាគឺគ្មានណាចូលចែកជើហើយមួយយ៉ាងទៀតហ្នឹងគឺគាត់ធ្លាប់តែងតែហៅគេបងប្អូនគាត់ហៅគេឲ្យមកធ្វើកូនប្រសាគាត់ដែរអញ្ចឹងណាគាត់តែងតែរកអញ្ចឹងដែរតែអត់មានណាមកទេដោយសារតែគេដឹងថាបងស្រីរំហ្នឹងគឺមាត់ដាច់មាត់អត់កម្របគាត់ថាមែនគាត់មាត់អត់កម្របមែនហ្នឹងមិនសួរគាត់ថាមិនសួរគាត់ស្ដីមិនសួរគាត់ជេរយ៉ាងឲ្យអញ្ចឹងណាអញ្ចឹងហើយគ្មានណាចូលមកចែកជើទេដូច្នេះហើយពេលហ្នឹងក៏ម្ដាយរបស់យ៉តនេះក៏បានប្រាប់ថាអញ្ចឹងបើសិនជាកូននេះឯងនៅមេម៉ាយដដែលហើយកូនខ្ញុំពុះម៉ាយយើងគិតថានឹងចាប់ជុលគ្នាឲ្យវាការមួយគ្នាទៅហើយពេលហ្នឹងក៏ម៉ែសរំហ្នឹងក៏ថាចាំមើលឲ្យវាជួបជុំគ្នាឲ្យវានិយាយត្រូវគ្នាសិនទៅយើងគ្រាន់តែអាណាព្យាបាលយើងមិនហ៊ាននិយាយអីទេពេលហ្នឹងណាពេលដែលម្ដាយរបស់គាត់និយាយអញ្ចឹងក៏បងស្រីរំគាត់លឺដែរហើយពេលហ្នឹងគាត់ក៏បានចូលទៅអង្គុយពេលហ្នឹងគាត់ក៏បាននិយាយជាមួយម្ដាយរបស់យ៉តហ្នឹងថាចង់មានអីអ៊ំសំខាន់ផុតតែលើយ៉តទេបើយ៉តពេញចិត្តខ្ញុំក៏ពេញចិត្តយ៉តដែរហើយពេលហ្នឹងគាត់និយាយរៀងហេទៅគេដែរណាពេលហ្នឹងក៏ម្ដាយរបស់យ៉តក៏បានត្រឡប់ទៅផ្ទះវិញគាត់ទៅបានប្រាប់យ៉តណាថាយ៉តឥឡូវនេះខាងសរុបហ្នឹងក៏គេពេញចិត្តឯងដែរបើសិនជាឯងពេញចិត្តគេបើសិនឯងព្រមយកគេឯងនឹងចូលចែកចូលទៅតាមផ្លូវឲ្យឯងហើយពេលហ្នឹងក៏ខាងយ៉តគេថាគេមិនហ៊ានយកទេព្រោះអីខ្លាចម្នាក់ហ្នឹងគឺមាត់ដាច់ពេកនិយាយអីមិនសួរថ្ងៃផ្សំម្លេងហ្នឹងដើរនិយាយប្រាប់គេអញ្ចឹងណាហើយបន្ទាប់ឡើងមកហ្នឹងក៏ខាងរំនេះបងស្រីរំណាគាត់បានទៅលេងផ្ទះខាងយ៉តហ្មងពេលហ្នឹងក៏ទៅបង្អាប់យ៉តនឹងស្គមអញ្ចឹងអញថាមកទឹកមិនតន់ទេមិនស្រួលបាក់យ៉យណាវាស្គមបងប្អូនស្គមមែនទេហើយពេលហ្នឹងក៏ខាងយ៉តក៏ថាវាមិនទៀងទេមើលតែដើមដំឡូងមីដំឡូងជ្វាទៅដំឡូងជ្វាដើមវាទូចញេបដំឡូងជ្វាទូចញេបប៉ុន្តែក៏មើមបងប្អូនចុះចាក់ឡើងស្រេះអញ្ចឹងណាហើយពេលហ្នឹងក៏បង្អាប់បង្អោននេះអញ្ចឹងទៅពេលហ្នឹងយ៉តហ្នឹងអត់យល់ព្រមទេបងប្អូនអត់យល់ព្រមមួយគាត់ទេទីមួយយ៉តហ្នឹងខ្លាចគាត់ផងខ្លាចគាត់ហ្នឹងគឺសម្ដីចាក់ទឹកមិនលិចហើយមួយយ៉ាងទៀតហ្នឹងមិនសួរផ្សំសម្លេងឲ្យនាំគ្នាដើរនិយាយដើមគាត់អញ្ចឹងណាថាគាត់អន់គាត់ខ្សោយអញ្ចឹងទៅតែពេលហ្នឹងគឺដូចថាបងស្រីសរំគាត់នេះដែរបងប្អូនគាត់រៀងគាត់ថាទៅចូលទៅមិនចេះអីចាំគាត់បង្រៀនគាត់និយាយណាមិនចេះអីចាំគាត់បង្រៀនហើយមួយយ៉ាងទៀតយ៉តឯងក៏ធ្លាប់មានបទពិសោធន៍ក៏ធ្លាប់មានប្រពន្ធហើយខ្ញុំក៏ធ្លាប់មានប្តីគឺពេលហ្នឹងណាបងប្អូនដែលខ្ញុំមិនហ៊ាននិយាយពាក្យហ្នឹងគេហៅដឹកងីវិស៊ីឈ្មោលមិនទេបងប្អូនណាហើយគាត់ទៅផ្ទះរហូតហើយគាត់ទៅបង្អាប់រហូតបង្អាប់រហូតតបង្អាប់រហូតតតែយ៉តហ្នឹងយល់ព្រមបងប្អូនយ៉តហ្នឹងក៏បានយល់ព្រមមកថាអត់អីទេអញ្ចឹងគាត់យល់ព្រមពេលដែលឮយល់ព្រមអញ្ចឹងម្ដាយរបស់យ៉តហើយនិងម្ដាយរបស់ខាងបងស្រីរំហ្នឹងក៏បានយកខែឆ្នាំនេះទាំងពីរយកទៅឲ្យគ្រូគុនគូមើលគ្រូពលាណាហើយគាត់ដេញគុនគូហ្នឹងគឺគាត់
គុណគូយកទៅថ្ងៃសែនព្រេនគាត់អត់ការទេណាគាត់អត់ការដោយសារតែការគ្រប់គ្នាហើយយកទៅដល់គ្រូក៏បានមើលខែឆ្នាំអ្នកទាំងពីរមើលខែឆ្នាំបងស្រីសរមហើយមើលខែឆ្នាំរបស់ខាងបងយតហ្នឹងគាត់តែមើលខែឆ្នាំគាត់ថាអីទេអ្នកទាំងពីរហ្នឹងការជាមួយគ្នាបានហើយរស់នៅជាមួយគ្នាខាំជ័យលបូតខាំពោតល្បេះខ្មោចតតម្រេះធ្វើមិនត្រូវណារក្សាម៉ែរក្សាឪរស់នៅជួបជុំផៅសណ្ដានទាំងអស់គ្នាហើយសុខដុមរមនាណាអ្នកអើយអ្នកទាំងពីរហ្នឹងមកបានជាមួយគ្នាអញ្ចឹងណាគាត់ថាប្រុសប្រកាន់ស្រីប្រកែកហើយពេលដែលបានបាទថ្ងៃជាពលាល្អហ្នឹងក៏បានយកថ្ងៃហ្នឹងក៏បានយកមកប្រាប់ឲ្យយតហើយនឹងប្រាប់ខាងបងសរមហ្នឹងទៅពេលដែលបានថ្ងៃល្អអញ្ចឹងហើយពេលហ្នឹងក៏បានរៀបចំបាទទៅជួលរោងទៅជួលអាចារ្យជាពិសេសហ្នឹងណាគាត់សែនមែនបងប្អូនសែនមែនតែគាត់ដាក់សតអកកេះសែនដាក់សតអកកេះហ្មងដោយសារតែខាងយតគឺគេបានទទួលបណ្ដាការមកពីខាងប្រពន្ធគេ2ដងបងប្អូន1គុណ2ហើយគាត់ហ្នឹងក៏លះលែងទៅប្តីក៏អត់យកទ្រព្យសម្បត្តិដែរដូច្នេះហើយដោយពាក្យចាស់គេថាម៉ាយស្ដុកហ៎បងប្អូនដេកសនុកស៊ីសនុកអង្គុយសនុកអញ្ចឹងបានតែប្រុសភាកច្រើនកំឡោះអត់សូវយកប្រពន្ធទេបងប្អូនណាក៏ច្រើនតែយកម៉ាយដោយសារអីម៉ាយហ្នឹងគឺមានលុយច្រើនការហើយមានកូនប្រើស្រាប់ការហើយមានលុយចាយមិនស្រួលការហើយមានឡានជិះទៀតហើយបន្ទាប់ពីបាទបានថ្ងៃជាពលាល្អនឹងហើយដើរកក់ដើររោងហើយហ្នឹងពេលហ្នឹងក៏អ្នកទាំងពីរអ្នកហ្នឹងក៏បានខ្លាយទៅជាថាគូមិនដឹងគ្នាអញ្ចឹងណានៅថ្ងៃដែលបុណ្យកឋិនទានមកដល់អ្នកទាំងពីរក៏បានកាន់ដៃគ្នាដើរលេងអញ្ចឹងទៅហើយបងសរមហ្នឹងក៏គាត់តែងតែញេះញោះក៏តែងតែត្បិចបាទត្បិចកន្លែងនេះកន្លែងនេះបាទកន្លែងនេះក៏ត្បិចហ្នឹងដើម្បីឲ្យថាបងហ្នឹងគឺមានចំណាប់អារម្មណ៍មួយគាត់តែពេលហ្នឹងគឺគាត់ធ្វើហើយធ្វើដូចជាអត់ដឹងខ្លួនអញ្ចឹងទៅហើយពេលខ្លះទៀតណាបងសរមក៏ថាបះការទៅធ្វើអីមិនកើតអត់មានកូនវាពិបាកទៀតអញ្ចឹងណាហើយបន្ទាប់ពីដល់ថ្ងៃបាទសែនព្រេនហ្នឹងក៏មានលោកអាចារ្យចាស់ហើយនឹងមានបងប្អូនជាច្រើនមកចូលរួមបងប្អូនហើយពេលដែលបានការជាមួយគ្នាហ្នឹងអ្នកភូមិអ្នកស្រុកគេនាំគ្នាមកចូលរួមទាំងអស់គ្នាហ្មងអត់មានបាត់មុខបាត់មាត់ឯណាមួយទេដោយសារតែពេលគេចង់ឃើញបងប្អូនណាគេចង់ឃើញមនុស្សដែលខ្សោយជាមួយនឹងមនុស្សដែលមាត់ដាច់គេថាមនុស្សដែលមឹសណាមនុស្សដែលមឹសហើយមនុស្សដែលរហ័សរហួនហ្នឹងការជាមួយគ្នានាំគ្នាមកមើលសឹងឲ្យគ្រប់គ្នាហើយបន្ទាប់ពីបានបាទបងប្អូនចូលរួមហើយអញ្ចឹងទៅពេលហ្នឹងក៏មានដាក់អកកដងអកអីអកកេះអញ្ចឹងទៅលេងសប្បាយអញ្ចឹងទៅបន្ទាប់ពីរួចរាល់ហើយថ្ងៃដែលគេសងដើរយកលុយសងគេឲ្យអស់ណាត្រឡប់មកវិញយប់ឡើងបងប្អូនគេនៅបង្ហើយបាទជើងគោមួយទៀតសែនព្រេនមែនប៉ុន្តែសកាប់គោទាំងមូលបងប្អូនក៏បានបង្ហើយជើងគោស៊ុបជើងគោពេលដែលរាត្រីទឹកឃ្មុំមកដល់ពេលហ្នឹងគេនាំគ្នាទៅផ្ទះអស់ហើយនៅសល់តែរាត្រីទឹកឃ្មុំពេលហ្នឹងបងស្រីក៏ចូលទៅងូតទឹកងូតអីហើយបាទលាងសម្អាតខ្លួនប្រាណហើយអស់ដេកចាំប្តីហ្នឹងណាហើយប្តីហ្នឹងគឺផឹកសវឹងឡើងចូលអញ្ចឹងទៅដល់ទៅពេលមកដេកភ្លឹងប្តីសវឹងអញ្ចឹងទៅពេលហ្នឹងគាត់ក៏បានឯងអីថ្ងៃហ្នឹងរាត្រីទឹកឃ្មុំមុំអីផឹកវឹងហើយដេកហើយដេកបាត់អញ្ចឹងទៅគាត់កេញ 4-5 ដងគាត់ខឹងគាត់មែនទេគាត់ថាសឹងអញសឹងលើកជើងធាក់ឲ្យធ្លាក់ពីលើក្រេយប់ដំបូងណាបងប្អូនណាសឹងក៏ធាក់លើក្រេមនុស្សអីក៏អន់អញ្ចឹងបានក៏ប្រពន្ធឡើងចោលខឹងហ្មងណាគាត់បងប្អូនណាមិនខឹងខំងូតទឹកចាំហ្នឹងងូតទឹកលាបម្សៅដាក់ភេសាទទៀតណាបងប្អូនណាបាទដាក់ម្សៅសឹងម្សៅខូចម្សៅអីដាក់ឡើងក្អប់ឈ្ងុយបាញ់ទឹកអប់សិតតែឆាលីទៀតណាគឺនៅតែអត់បានដេកជាមួយដល់ពេលព្រឹកឡើងមកដល់គាត់ទុកសិចគាត់ហ្មងគាត់ថាមុខឡើងកញ្ញោមហ្មងខឹងប្តីគាត់ដាស់ប្តីគាត់ឡើងអីមិនតាន់ភ្លឺហ្នឹងឡើងណាកកឲ្យឡើងគាត់ដាស់ឲ្យឡើងតែប្តីនោះអត់មានឡើងទេប្តីដេករហូតតទល់ព្រឹកម៉ោង 7 ងើបឡើងដោះថ្មិញខ្ពុលមាត់ហើយក៏បានទៅរកបបរប្តីទៅដើររកកាទៀវរកកាហ្វេអញ្ចឹងទៅបាត់អញ្ចឹងទៅពេលហ្នឹងក៏ម៉ែគាត់ម៉េចហើយរ៉ុំអើយរាត្រីទឹកឃ្មុំម៉េចហើយទឹកឃ្មុំអីម៉ែឯងមើលពីយប់មិញខ្ញុំខំងូតទឹកស្លៀកពាក់យ៉ាងស្អាតថាដេកចាំគាត់ឯងមើលមកលេងសម្បុកខុលគាត់ច្រវឹងស្រាគាត់ម៉ែអើយម៉ែខ្ញុំថាមើលទៅដូចមិនកើតទេម៉ែប្តីខ្ញុំមើលថាអញ្ចឹងមិនកើតទេមានតែជូនគាត់វិញទៅ
ហើយពេលហ្នឹងគាត់ថាកំតនកូនហើយខ្លាចប្តីគាត់ឯងខ្សោយអញ្ចឹងណាមិនអីទេហើយពេលដែលប្តីត្រឡប់មកវិញពេលហ្នឹងក៏បានដេកពេលថ្ងៃដេកបលែងលេងមួយប្តីអញ្ចឹងណាដេកបលែងលេងដេកអីមួយប្តីតែប្តីអត់ទេប្តីធ្វើធម្មតាអីធម្មតាអញ្ចឹងទៅគេថាមើលទៅប្តីខ្លួនមិនចេះទេអញ្ចឹងណាគេថាចាំមើលយប់ទៅចាំបង្រៀនប្តីអញ្ចឹងទៅចាំយប់ចាំបង្រៀនរហូតតតែមួយថ្ងៃហ្នឹងអង្គុយបន់បងប្អូនឲ្យឆាប់យប់ទៅដើម្បីបានបង្រៀនប្តីបងប្អូនដែលធ្លាប់ឮគេឆាប់បានបដបន់ទេបន់ឲ្យឆាប់យប់ដល់ទៅពេលយប់មកដល់បងប្អូនអើយមានសាច់ញាតិមកលេងច្រើនណាស់អាទៅតកាថ្មីថ្មីអញ្ចឹងមានចាស់មានទុំមានបងដេញចាស់ចាស់ទៅផ្ទះអស់លីងម៉ែដេញចាស់ចាស់ទៅផ្ទះវិញទៅអាណាមករំខានគេព្រឹកងាកវិញម៉ែពេលហ្នឹងក៏ដេញចាស់ចាស់ទៅផ្ទះហើយក៏ហៅប្តីឡើងមកដេកជាមួយពេលដែលឡើងប្តីឡើងមកដេកជាមួយហ្នឹងពេលហ្នឹងក៏បានបាទគេថាបង្រៀនប្តីហ្នឹងណាតែប្តីគឺថាអត់ស្រួលខ្លួនទេទៅដេញចេញទៅខឹងយំទាំងយប់គាត់ថាប្តីអីអន់ចេះអញ្ចឹងសំមកគ្នាឡាយមែនណាបងប្អូនអើយគាត់ធ្វើរបៀបហ្នឹងគាត់ធ្វើរបៀបហ្នឹងរយៈពេលដូចជា3ថ្ងៃគឺប្តីអត់បានដេកជាមួយគាត់ទេគាត់គិតថាប្តីនេះគឺខ្សោយប្តីនេះគឺអន់ធ្វើអីក៏មិនកើតចឹងហ្នឹងក៏បានប្រាប់ប្តីប្រាប់ម៉ែគេថាកូនប្តីឯងប្រហែលជាអស់កម្លាំងធ្វើអីក៏មិនកើតមិនសូវមកពីឯងមិនសូវប៉ោមហ្នឹងហើយមួយយ៉ាងទៀតប្តីឯងស្គមនេះទឹកអំបែកចឹងស្គមចឹងធ្វើអីក៏មិនកើតទេកូនឆេតឆោតហ្នឹងអញ្ចឹងហើយមើលកូនឯងស្អែកឡើងស្ដាប់តាមម៉ែណាឪកូនឯងក៏អញ្ចឹងដែរកូនឪកូនឯងដំបងក៏ការជាមួយម៉ែដំបងហ្នឹងថ្ងៃផ្សំម្នេះក៏មិនបានទី1ទី2ក៏អត់ដេកជាមួយបានដែរតែម៉ែដឹងម៉ែទិញសាច់គោកូនទិញសាច់គោភ្លាឲ្យគាត់1គីឡូរាល់ថ្ងៃបងប្អូនអើយពេលដែលលឺចឹងទៅក៏បងស្រីក៏ធ្វើតាមម៉ែគាត់ហ្នឹងគាត់នៅក្មេងគាត់ថានៅក្មេងគាត់អត់ដឹងទេគាត់ទិញសាច់គោអីមកពោប្តីគាត់ល្ងាចឡើងក៏ទិញមកពោហើយតែព្រលឹមឡើងក៏ទៅផ្សារទិញសាច់គោ1គីឡូមកគាត់ធ្វើភ្លាបាទគាត់ដាក់ច្បាច់ម្ទេសលង្ហិលបងប្អូនណាដាក់ម្ទេសដាក់ក្រូចដាក់ជីដាក់ខ្ទឹមហ្នឹងទៅគាត់ថាដាក់ឡងឈ្ងុយឡងកាត់ជាតិស្អាតចោលហ្មងណាហើយប្តីគាត់ហត់មកគ្រូឆ្ងាញ់ហើយក៏បានដេកលក់ទៅឆ្ងាញ់ពេកដេកលក់គាត់ក៏អត់ទៀតទៅគាត់ខឹងដល់ទៅពេលរហូតតទៅ7ថ្ងៃបងប្អូនគាត់ពោអញ្ចឹងរហូតតទៅ7ថ្ងៃស្រាប់តែ7ថ្ងៃហ្នឹងបងប្អូនហើយពេលហ្នឹងគាត់ខឹងមែនទេណាគាត់ថាបើសិនជាអត់នៅជាមួយគាត់ទេអញ្ចឹងយើងឡាយលែងគ្នាទៅគាត់និយាយក្បាលប្រលប់ណានិយាយមួយប្តីគាត់ថាថ្ងៃនេះជាថ្ងៃចុងក្រោយបើសាបងនៅតែមិនកើតទៀតអញ្ចឹងស្អែកហ្នឹងយើងលះលែងគ្នាទៅ7ថ្ងៃហ្នឹងបានហើយអញ្ចឹងបានជាស្រី7ថ្ងៃក្រោយហ្នឹងណាបានជាលះលែងតែគាត់មិនតាន់ដឹងទេអត់តាន់ដឹងដល់ពេលថ្ងៃហ្នឹងក៏គាត់សាច់ញឹមឃើញប្តីគាត់សាច់ញឹមទេដល់ទៅពេលថ្ងៃទី7បងប្អូនហើយគាត់ក៏បាននៅជាមួយប្តីគាត់ហ្នឹងគឺជាអ្នកចាប់ផ្ដើមមុនមិនមែនគាត់ជាអ្នកចាប់ផ្ដើមមុនទេប្តីគាត់ជាអ្នកចាប់ផ្ដើមមុនបងប្អូនពេលហ្នឹងគឺព្រលឹមឡើងរហូតតព្រលឹមឡើងពេលដែលព្រលឹមឡើងហ្នឹងក៏ម៉ែគាត់ហៅគាត់ថារំអើយឡើងវើយរំឡើងដាំបាយដាំអីឲ្យប្តីឯងទៅធ្វើស្រែតែពេលហ្នឹងមានអ្នកណាគាត់ឡើងមិនរួចបងប្អូនគាត់ទ្រោមខ្លាំងពេកគាត់ឡើងមិនរួចពេលហ្នឹងក៏គាត់បានប្រាប់ម៉ែគាត់ថាម៉ែអើយខ្ញុំសុំដេកបន្តិចទៀតខ្ញុំទៅមុខមិនរួចទេហើយប្តីគាត់ឡើងទៅធ្វើការអីធម្មតាអញ្ចឹងទៅនៅសសរគាត់ហ្នឹងពេលហ្នឹងក៏ម៉ែគាត់ឡើងមកលើបន្ទប់របស់គាត់ហើយក៏បានហៅគាត់មិនសរុបហើយដេកមិនឡើងចាំងថ្ងៃបើយប់មិនដេកមកហ្មងស្រាប់តែពេលងើបឡើងមកបងប្អូនភ្នែកគាត់ឡើងខ្មៅឡើងកន្លងហើយពេលហ្នឹងម៉ែគាត់ថាចោះរុំភ្នែកឯងមិនខ្មៅឡើងកន្លងអញ្ចឹងណាថាម៉ែអើយយប់មិញខ្ញុំមិនបានដេកទេប្តីខ្ញុំជួយខ្ញុំរហូតអញ្ចឹងណាខ្ញុំឥឡូវប្តីខ្ញុំគឺនៅជាមួយខ្ញុំបានហើយខ្ញុំសប្បាយចិត្តណាស់ម៉ែអើយខ្ញុំសង្ឃឹមថាខ្ញុំនឹងបានកូនឆាប់អញ្ចឹងណាហើយម្យ៉ាងទៀតគេឡើងឌៀមដាមថាប្តីខ្ញុំអន់ទៀតហើយមានអីបងប្អូនហើយពេលហ្នឹងម៉ែថាអើយល្អឲ្យកូនអញ្ចឹងអំណាចដែលម៉ែប្រាប់ណាភ្លាសាច់គោណាអរគុណដល់ភ្លាសាច់គោទៅអញ្ចឹងកូនឯងស្អែកហ្នឹងល្ងាចហ្នឹងកូនឯងទៅទិញសាច់គោរហូតតបងស្រីហ្នឹងម៉ួយរបស់សាច់គោស្រស់គាត់ទៅទិញសាច់គោស្រស់រាល់ថ្ងៃបងប្អូនល្ងាចទៅទិញតែគាត់មិនធ្វើតែភ្លាបងប្អូនពេលថ្ងៃហ្នឹងទៅគាត់ធ្វើភ្លាអញ្ចឹងទៅដាក់1គីឡូអញ្ចឹងទៅស្អែកឡើងគាត់ធ្វើលុកឡាក់ជាមួយនឹងខ្ទឹមបារាំងខ្ទឹមអីអញ្ចឹងណាគាត់ធ្វើរបៀបហ្នឹងហើយប្តីគាត់មកហុកគ្រូអញ្ចឹងទៅហើយពេលដែលហត់ហើយគឺ
đê dân tử miền ấy bong bồn là tập pe cọt ở ba mặt đó dân tử sắp là sai lớn cứ đây cọt có chắp đa không thưa bà nâu chỉ môi kia là hôn bong bồn ban ta mà tật tề cứ bong xây rỗng cọt sưng tại đột thu cọt sưng tại ní á sưng tại bỏ ở đây vinh bong bồn hai pe chẳng có bàn prap màu prap đây ở prap mày có tham mày ơi đây là bó côn mình mền on thế đây là bó côn khăng nè khi em nói chỉ môi cọt rọt ngái sưng tại mình bàn đầy phong pin môn nó khi bàn kịch thà quán cứ on cọt cứ sao cọt cứ mình bực cay đợt pe là lâu nó bạc nhom đăng tháp đây bạc nhóm cứ bực cay tiền khăng hay mà giang tiết cứ bực cay ọt một nó mày ơi hơi pe đang nhom đăng ngay mai pe đăng mai thằng việc khăng này nó đã âu ấy mà âu ấy bà sinh nhật âu ấy mình khăng cầm bàn côn buồn những đây hay pe đang tham mình men thế số khăng chừng âu tiết vào đây nhóm nắng á khăng chừng vào đây muốn cứ một chung vào đây cõi khăng nè hay mình to pi về chẳng tới viêm đai đấy tập pe chẳng tới về hỡi ôi để giúp lại á giúp lại ngay mũi á bong xây gọi bàn prap thà giúp nắng có thôi vào đây gọt tiền đấy thời vào đây gọt tiền tài giúp nắng có trôm mình ruồi có tàu mình ruồi có các bạn xông bà máy tại đây chỉ mùi tàu bắt đầu đây chỉ mùi máy đó máy ơi ngày đi nhầm xong đây chỉ mùi mai mà giúp mau thấy mi côn chầm cuốn vào đây miếng còn ai mình tại đây chỉ mùi vào đấy hai đấy bàn vào đây chỉ mùi máy tại đây mùi vào đấy con thà máy ơi nhầm xong đây chỉ mùi mai mà đòn từ khi ông tàu ruồi tê chỉ mùi vào đây nhom khăng na bậc cài na chẳng nè cái rồi tập vào đây khăng vào đây bậc cài chẳng ấy chắc vào đây lên đại bàn này đây phong còn dễ nè có tham bàn này đêm nàn ấy là bố mới trắng hay đợt pe cái thấy mình bàn thế hay đợt pe hay bong bốn bàn mà tết nắng có ở sâu sủ luôn có đôi mai có cọc cho lòi có thật đa pin luôn mọi người đồng người ta thầm bực nè sọc người nghe nè rồi có ai hào ai mùi tiết hào trọc cái năng bài luôn nó bong bốn là nắng hai bà to pi bàn rồi dạ pe cả lạc hai bằng vốn sắp tập pe nó bon thấy có chắp đào đằng đặc luôn ấy cứ biến cồn bằng vốn đang ở đây muốn cứ ọt ấy tại ở đây cõi tao pe khăng chứ đằng đặc gọn miền cồn pe là đằng miền cồn nhìn tới có các bạn ở đây có chun đồng đồ sọc hiểm tập pe ở đây chun đồng đồ sọc hiểm nó có cái phần đất mơ tao cái thà toàn khơi thế chăm mơ dạ pe bay khai tai dạ pe nó cứ pin kia tao pin ở kia tao việc khai khoa cái giờ lo chẳng á vậy nó còn nâu giờ môi vào đây dân tàu bà rồi hô to tập bạn bày khai có tập vận động sọc hiệp tấu có thà ô cô đang sọc hiệp lò ở đây tê gọi là toàn đằng prop đằng sấy chẳng á chạm mơ và hai chia tung buồn khai pram khai tự đằng pe năng bong po nó ơi mà tập bốn còn khai vào đây còn đại bong po nó cho vào đây quạt lên kháng là tập pe hơi du tấu cái hai ta chia tầm loa bọc quạt mình chia tầm loa bọc quạt nói chỉ môi vào đây thò mà đa hơi pe đài pe khá nó còn phải chăn vào đây còn nè pe để khơi vào đây còn tôi này dây chỉ môi sấy xem tao đào dây lên từ này dây lên từ nâu hơi pe nó còn phải chăn rồi hô to từ con nó cứ bà cái bàn cồn mùi pe đã bàn cồn mùi dần tàu vào đây rồi bỏ con nó có bàn sông cồn mùi tiền cồn mùi nó cồn sấy bằng cồn sấy á vào đây rồi bỏ con có sông tam vô cồn pro bằng sông cồn còn ai mùi tiền trên tới pe nó còn nâu chứ mùi vào đây dần tàu hơi đấy cái thưa ca bằng bốn hay đập pe cao lắm thì còn bàn pau ấy còn bàn pau sạch cô sạch ấy hốp tập lai dân thon mà đa dân từ vấn thế ở đây còn khlang còn to khlang bằng bốn hơi pe đã cao tiết côn tí pí sấy ở đây sông mũi tiền sông như côn mũi tiền sông tam vô côn pro á là côn tí bấy sấy buôn sấy pram sấy và muối sấy côn pơ rồi đó tập pe côn tí bẩm pơ bong po nói ban sầm rạch mền cứ côn pro pe để ban côn pro còn sầm bài chặt còn ri na bong po ơi hơi rồi hô to từ đó sập ngay còn đâu chỉ mùi vào đây còn á tăng pì ayu mà pay năm rồi hô to tai ayu sai sập bẩm pơ năm sập ngay này còn miền côn chấm luôn bẩm pơ nè đời côn say miền bẩm muối đằng côn pro miền mùi nè hơi còn tam vô đỏ ban bong po nè ní hơi bong po pe khá nó cứ tam vô đó đôi chỉ ở mặt đài là bọt dòng đáy mày bọt dòng đáy có tam vô côn say bong po miền côn pro bà côn thì mùi pro
ប្រុសរហូតទាល់ប្រពន្ធខ្ញុំគឺកូនស្រីបងប្អូនណាក៏តាមយកកូនស្រីតទៅបានអ្នកខ្លះទៀតតាមយកអត់បានទេបងប្អូនខ្លះស្រីរហូតងាកស្រីណាដូចនៅសុកភូមិខ្ញុំមួយដែរបងប្អូនណាគឺចឹងដូចគ្នាដែរគឺប្រុសតាមយកស្រីរហូតតទៅបានស្រីអ្នកខ្លះទៀតក៏អត់បានដែរហើយបន្ទាប់ពីគាត់រស់នៅជាមួយនឹងប្តីរបស់គាត់នឹងមកណាទៅគាត់ដឹងថាមនុស្សកុំវាយតម្លៃមនុស្សពេលខ្លះឃើញតែគ្នាខ្សោយឃើញតែគ្នាអន់យើងចេះតែនិយាយថាខ្សោយអន់ហ្នឹងដល់ពេលប៉ះទៅបងប្អូនអើយមួយដឹងមួយ ហ្នឹងហើយហើយសប្តាហ៍ថ្ងៃគឺគាត់រស់នៅជាមួយនឹងប្តីរបស់គាត់កូនរបស់គាត់ជាមួយនឹងម្ដាយដែលគាត់ចាស់ជរាទៅហើយដែលនៅសុខកំណើតរបស់គាត់ណាហើយនៅក្នុងសាច់រឿងហ្នឹងគាត់ចែករំលែកមកហ្នឹងគឺមិនមែនតិចឆ្នាំទេតាំងតែពីគាត់អាយុ20ឆ្នាំបងប្អូនណារហូតតតែឥឡូវហ្នឹងគាត់40ឆ្នាំ47ឆ្នាំជាមួយនឹងប្តីគាត់អាយុ50ឆ្នាំណានេះបងប្អូនខ្ញុំឲ្យបងប្អូនមើលមួយសារថ្មីនេះអញ្ចឹងមិនថាពេលខ្លះនៅក្នុងគ្រួសាររបស់គេយើងមិនអាចដឹងទេតើគេចែករំលែកអញ្ចឹងបានយើងដឹងហើយបងប្អូនណាធ្លាប់អត់ឡើយធ្លាប់ហីគាត់ថាប្តីនេះខ្សោយណាដល់ពេលប្តីខ្លាំងចូលចិត្តប្តីខ្លាំងអញ្ចឹងអ្នកខ្លះទៀតអញមិនចូលចិត្តប្រពន្ធខ្សោយចូលចិត្តប្រពន្ធខ្លាំងបងប្អូនណាធ្លាប់អញ្ចឹងហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងក៏សូមបញ្ចប់ត្រឹមហ្នឹងហើយក៏អរគុណច្រើនទៅដល់ប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់សាច់រឿងខ្ញុំហើយអរគុណច្រើនទៅដល់បងស្រីរ៉ុំដែលគាត់បានចែករំលែកតាំងពី20ឆ្នាំមុនមកកាន់ខ្ញុំរឿងមិនឡូវទេ20ឆ្នាំមុនណាមកកាន់ខ្ញុំហ្នឹងហើយបងប្អូនទាំងអស់គ្នាមិនមែនថាឥឡូវហ្នឹងក៏មានទេ20ឆ្នាំមុនក៏មានដូចគ្នាដែរហើយខ្ញុំបាទក៏សូមបាទបញ្ចប់សាច់រឿងត្រឹមហ្នឹងហើយក៏អរគុណច្រើនទៅដល់ប្រិយមិត្តទាំងអស់គ្នាដែលបានតែងតែគ្រប់គ្រង Channel របស់ខ្ញុំបាទហើយខ្ញុំបាទក៏សូមជូនពរជូនជ័យទៅដល់បងប្អូនទាំងអស់គ្នាបាទទៅទៀតដល់កឋិនទានណាបងប្អូនណាបាទហើយសូមបាទការទៅលេងស្រុកកំណើតហើយសូមបាទបើកបរដោយការព្យាយាមបាទដោយហៅថាអធិស្ឋានឲ្យគ្នាទៅវិញទៅមកបងប្អូនណាអញ្ចឹងខ្ញុំបាទក៏សូមលំអោនកាយគ្រប់លាបងប្អូនត្រឹមតែប៉ុណ្ណេះសិនហើយក៏ចាំជួបគ្នាជាមួយនឹងវីដេអូថ្មីដែលបានពីការចែករំលែករបស់ប្រិយមិត្តដែលគាត់បានចែករំលែកមកកាន់ខ្ញុំបាទជារឿយហើយបាទម្នាក់មួយផងដែរបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា